នោះបងប្អូនទីបំផុតអាយដាមខូចឆាយដែលជាប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរចេញមុខខ្លួនឯងតែម្ដងបើទោះបីជាគ្មានពាក្យបណ្ដឹងនៅក្នុងការប្រកួតរវាងកីឡាករអេអាមរិនពូថងជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់បងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរបងប្អូនកាលពីយប់មិញយប់ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ការប្រកួតការពារនិងដណ្ដើមខ្សែក្រវ៉ាត់រវាងកីឡាករអេអាមរិនពូថងជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់កីឡាករអង់គ្លេសបានធ្វើឡើងពេញ5ទឹកជាលទ្ធផលគឺកីឡាករអេអាមរិនពូថងបានយកឈ្នះពិន្ទុបាទដោយមិនឯកច្ឆន្ទ3-2ជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់ជាលទ្ធផលបាទគឺយើងឃើញហើយកីឡាករអេអាមរិនគាត់ការពារខ្សែក្រវ៉ាត់បានសម្រេចខណៈដែលអ្នកគាំទ្រស្ទើរមួយប្រទេសបានរិះគន់ចំទៅលើកីឡាករអាមេរិនថាមិនគួរឲ្យអាមេរិនឈ្នះដោយសារតែការប្រកួតរបស់កីឡាករអាមេរិនពេញ5ទឹកបានត្រឹមតែថយទាត់ថយធាក់ថយទាត់ថយធាក់បាទมันមានគេហៅថាចិត្តជាអ្នកប្រយុទ្ធมันមានចិត្តជាអ្នកការពារខ្សែក្រវ៉ាត់បាទចឹងកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់បើទោះបីជាការប្រកួតលើកមុនគាត់ឈ្នះមែនប៉ុន្តែលើកនេះគាត់នៅតែមានទម្រង់ចិត្តជាអ្នកប្រយុទ្ធដើរចូលវាយបាទដើរចូលវាយក្នុងនាមជាអ្នកមកដណ្ដើមខ្សែក្រវ៉ាត់ប៉ុន្តែដោយសារតែមានភាពលំបាកក្នុងការចូលវាយដោយសារកីឡាករអេអាមរិនគាត់ខ្ពស់គាត់វែងហើយគាត់អត់មានតម្រង់គេហៅថាវាយបដូរបាទអញ្ចឹងធ្វើឲ្យចង្វាក់នៃការវាយរបស់កីឡាករម៉ូអាប់ដូរ៉ឺម៉ាន់គាត់ធ្លាក់តាមនឹងដែរហើយទោះបីជាយ៉ាងណាបាទពេញ5ទឹកកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់គាត់នៅតែបន្តដើរចូលពីម្ដងទៅម្ដងបាទគាត់នៅតែព្យាយាមដើរចូលបាទដើម្បីផ្លាស់ប្ដូរគ្នាគេថាប្ដូរគ្នានៅលើសាយវានណាបាទប៉ុន្តែចង្វាក់វាយរបស់កីឡាករអេអាមរិនហាក់បីដូចជាមិនចង់ប្ដូរជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់ដោយនេះធ្វើឲ្យការប្រកួតនោះឃើញថាបងប្អូនអ្នកគាំទ្រហាក់ដូចជាមិនសប្បាយចិត្តនឹងការចំណាយពេលវេលានៅក្នុងការត្រៀមខ្លួនប្រកួតមើលការប្រកួតរបស់កីឡាករទាំងពីរបាទគឺថាវាយដល់យប់ជ្រៅហើយពួកគាត់វាយបែបនេះធ្វើឲ្យអ្នកគាំទ្រស្ទើរតែមួយប្រទេសរិះគន់បាទទី1រិះគន់គូនេះតែម្ដងបាទហើយទី2គឺរិះគន់កីឡាករអេអាមរិនពូថងថាមិនគួរប្រើទម្រង់បែបនេះយកមកវាយការពារខ្សែក្រវ៉ាត់បាទតែជាការឆ្លើយតបបាទសម្រាប់លោកគ្រូអេពូថងគាត់ថាសូមបែងចែកឲ្យច្បាស់បាទមួយថយវាយមួយថយរត់បាទអញ្ចឹងគាត់ថាកីឡាករអេអាមរិនគឺលក្ខណៈថយវាយបាទតែចំពោះការលើកឡើងរបស់លោកគ្រូអេមុនការប្រកួតបាទគាត់បានលើកឡើងថាបាទគូនេះគូគាត់អត់ចង់ឲ្យចាប់ទឹកទេគាត់ចង់ឲ្យអេអាមរិនផ្ដួលកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់នេះត្រឹមទឹកទី2ខណៈដែលកីឡាករម៉ូអាប់ដូរ៉ឺម៉ាន់លើកឡើងមុនការប្រកួតដូចគ្នាថាចង់ផ្ដួលកីឡាករអេអាមរិនទឹកទី4បាទជាលទ្ធផលស្ពៃដូចគ្នាបងប្អូនបាទស្ពៃដូចគ្នាការលើកឡើងរបស់ភាគីទាំងសងខាងគឺថាស្ពៃបាទអ្នកគាំទ្រឲ្យស្ពៃតែម្ដងបាទដោយសារតែពួកគាត់សន្យាថាមិនឲ្យចាប់ទឹកប៉ុន្តែការប្រកួតជាក់ស្ដែងគឺវាយដល់10ទឹកក៏មិនស្លាប់ដែរបាទគូនេះវាយដល់10ទឹកក៏មិនមានអ្នកស្លាប់ដែរព្រោះអីឃើញថាការប្រកួតគឺថាអត់បដូរបាទអត់បដូរគឺវាយថយលក្ខណៈបច្ចេកទេសវាយយកបន្ទុកដូចហៅថាកីឡាករអេអាមរិនយើងមើលទៅឃើញគាត់ការពារច្រើនជាងវាយបាទគាត់ការពារខ្សែក្រវ៉ាត់នេះគឺការពារតែម្ដងបាទគឺអត់វាយបាទគឺអត់បដូរបាទគឺចាំតែការពារចាំតែពេលគេទាត់មកគេវាយមកធាក់ទប់វាយមកធាក់ទប់ថយធាក់ទប់ថយខ្ញុំមើលទៅឃើញបែបនេះបងប្អូនយល់យ៉ាងណាដែរបាទឥឡូវតាក់ទងជាមួយនឹងអាដាមខូឆាយដែលជាប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរគាត់ក៏បានមើលការប្រកួតនេះដែរបាទគ្រាន់តែចប់ការប្រកួតភ្លាមគាត់លើកឡើងនៅលើបណ្ដាញសង្គមផ្លូវការរបស់គាត់បាទ Facebook ផ្លូវការរបស់គាត់ថា
ការប្រកួតរវាងកីឡាករអេអាមរិនពូថងនិងកីឡាករម៉ូអាប់ដូរ៉ាមិនកីឡាករអង់គ្លេសបាទទោះបីជាអត់មានពាក្យបណ្ដឹងក៏ដោយក៏គាត់នឹងដឹកនាំការប្រជុំបាទពិនិត្យនៅលទ្ធផលឡើងវិញនៅថ្ងៃច័ន្ទបាទនៅថ្ងៃច័ន្ទសម្រាប់ពិនិត្យមើលលទ្ធផលថាតើកីឡាករអេអាមរិនបន្តឈ្នះទៀតឬក៏កីឡាករម៉ូអាប់ដូរ៉ាមិនជាអ្នកឈ្នះខណៈដែលអង្គចៅក្រមទាំង5រូបដែលកាត់សេចក្តីឲ្យអេអាមរិនឈ្នះបាទយើងឃើញថាបើសិនជាគាត់កាត់សេចក្តីត្រឹមត្រូវមិនអីទេតែបើសិនជាគាត់កាត់សេចក្តីខុសគឺនឹងមានវិន័យតឹងរឹងបាទចំពោះអង្គចៅក្រមទាំង5រូបបងប្អូនបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់អាដាមខូឆាយតើនឹងមានវិធានការបែបណាទៀតតាក់ទងជាមួយនឹងកីឡាករអេអាមរិនជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ាមិនហើយបន្ទាប់ពីចប់ការប្រកួតកីឡាករម៉ូអាប់ដូរ៉ាមិនក៏គាត់លើកឡើងដែរគាត់ថាគាត់ចង់ប្រកួតជាមួយនឹងកីឡាករអេអាមរិនក្រោយទៀតបាទមានន័យថាគាត់ចង់សងសឹកជាមួយនឹងកីឡាករម៉ូអាប់ដូរ៉ាមិនហើយបងប្អូនយល់យ៉ាងណាដែរតាក់ទងជាមួយនឹងលទ្ធផលនៃការប្រកួតរបស់កីឡាករម៉ូអាប់ដូរ៉ាមិនជាមួយនឹងកីឡាករអេអាមរិនពូថងបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយបាទចំពោះការប្រកួតនេះបាទវីដេអូនេះបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា